ថ្ងៃនេះយើងនឹងធ្វើការរៀបចំខ្លួនដើម្បីទៅណា ក្រុមយើងខ្ញុំបានត្រៀមចំខ្លួនទៅសម្ដែងនៅកោះស្ដេចជួបគ្នាយប់នេះទើបទៅរៀប plan ថ្ងៃមុនសោះឥឡូវនេះពួកយើងបានមកដល់កោះស្ដេចហើយបាទដោយអ្នកទាំងអស់គ្នាបានដឹងចឹងខែនេះគឺជាខែដែលគួរតែមកកោះមែនតែនព្រោះថាទេសភាពនៅកោះគឺពិតជាមានទេសភាពដ៏ស្រស់ស្អាតមែនតែនបាទមិនថាអខ្យល់អាកាសឬក៏ទឹកសូម្បីតែទឹកគឺមានសភាពថ្លាគួរឲ្យចង់លេងមែនតែនបាទហើយធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលបានមកដល់កោះស្ដេចហើយវីដេអូនេះគឺជាវីដេអូសកម្មភាពខ្លះៗដែលពួកយើងបានទៅលេងនៅកោះស្ដេចបាទសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តបាទដោយសារតែខ្ញុំភ្លេចថតថ្ងៃទី1អីចឹងហើយខ្ញុំសូមកាត់ទៅថ្ងៃទី2យកហ្មងរើមួយទឹកអាំងនេះសុបាទវិញមកវិញអត់ស្រួលនេះងូទឹកយើងមកធ្វើការជួយពូម៉ៅដើម្បីជម្រាបតង់ទុកដើម្បីកុំឲ្យទៅផ្លូវទៅអីគេគាត់គេបូមចូលឯងបូមមិនហើយខ្ញុំចូលអត់ទេគាត់ទៅជួយអូកដៅបាទឥឡូវនេះយើងធ្វើការនេះបានទេប៉ុន្តែគាត់អត់តន់ដឹងថាទៅទៅមិនគុំតែគេងដដែលហ្នឹងយើងមានតន់បានហ្នឹងហើយដាក់ហ្នឹងហើយដាក់ហ្នឹងមកហ្នឹងហើយជួយខ្ញុំងើបតាំងម៉ោង5តែមានតែគេងើបមួយខ្ញុំចឹងហើយខ្ញុំសេតបាទឥឡូវយើងធ្វើការទៅរកអីញ៉ាំសពប្រូញ៉ាំអីទៅណាបាទបន្ទាប់មកយើងធ្វើការដើរទៅរកអីញ៉ាំហើយអាផ្លូវដែលយើងដើរទៅហ្នឹងគឺអត់ឆ្ងាយពីផ្ទះហ្មងណានៅខាងក្រោយដើរមកបត់ស្នាមមកវិញប៉ុន្តែយើងធ្វើការដើរឆែកន្លែង1កន្លែង2កន្លែង3សិតតែកន្លែងមើលទៅតំណងទាំងអស់ដល់ចុងក្រោយយើងបានមកដល់កន្លែងចុងនេះខ្ញុំអត់ស្គាល់តែផ្លូវអីដែរខ្ញុំមកដល់នេះបាទនេះ the best អេមប៉ាសិនបន្ទាប់ពីយើងញ៉ាំបាយឆ្អែតហើយយើងក៏បានមកលេងល្បែងប្រជាប្រិយបាទល្បែងប្រជាប្រិយដែលនៅចិត្តហ្នឹងគេមានតាបមានអីយើងដាក់1ម៉ោងលេងកំពុងតែលេងស្នុកខ្ញុំដើរមកទិញកាហ្វេផាក់ជីវិតនេះអត់អាចគួរខ្វះកាហ្វេបាន What ហើយឥឡូវយើងមកឃើញហាងមួយដែលគេគេបើកអូគេបិទអីwhen I heard cafe here every day បាទដោយសារតែខ្ញុំមានការសក់ចាក់ភ្នែកពេកខ្ញុំក៏បានមកទិញបូនៅកន្លែងនេះមួយហើយយើងចេញទៅទៀតយើងចេញទៅដល់ជួប Pro C5 បាទ Pro C5 កំពុងតែដើររកទិញនំទិញអីដែរអញ្ចឹងយើងជួបគីឡូគ្នាដើរទៅរកទាំងអស់គ្នាហើយខ្ញុំចេញទៅខ្ញុំទៅរកកាហ្វេដែរព្រោះកាហ្វេកន្លែងមិញអត់បានបើកសែតចង់សាកកន្លែងហ្នឹងតែគេបាទដើរយូរទៅយើងក៏មកដល់កន្លែងមណ្ឌលសុខភាពនេះគេហៅថាមណ្ឌលសុខភាពគឺឌីសាកោហើយមកសបកក៏ឃើញដល់កន្លែងកាហ្វេបាទកន្លែងកាហ្វេមានត្រីគេឲ្យយើងមើលត្រីសិនបាទនេះកន្លែងនេះកាហ្វេដែលខ្ញុំទិញកាហ្វេនៅកន្លែងហ្នឹងឈ្មោះ King Cafe បាទអ្នកនរគ្នាឃើញឆ្ងាស់បាទបន្ទាប់ពីយើងបានដាក់កាហ្វេមួយកែវហើយយើងបានឡបូដែលយើងបានទិញមកហើយខ្ញុំក៏បានធ្វើដំណើរបន្តដើម្បីទៅឡើងទូកដើម្បីយើងទៅកោះផ្សេងទៀតហើយទៅស្ទូចត្រីប៉ុន្តែវីដេអូដែលស្ទូចត្រីវីដេអូដែលទៅកោះតនេះខ្ញុំនឹងដាក់ទៅ EP ទី2បាទអញ្ចឹងអ្នកនរគ្នាកុំភ្លេចចាំតាមទស្សនាផងបាទអរគុណបាទ